មកស្គាល់ម្ចាស់ជើងឯកបាល់ទះ4x4 World Special Volleyball Cup រដូវកាលទី2ឆ្នាំ2025ទាំង5មណ្ឌលត្រៀមឡើងមកប្រជែងជើងឯកនៅភ្នំពេញពីរង្វាន់ប្រកួតកីឡាបាល់ទះជើងឯក4x4 ទូទាំងប្រទេស World Special Volleyball Cup រដូវកាលទី2ឆ្នាំ2025បានរកឃើញម្ចាស់ជើងឯកទាំង5មណ្ឌលរួចរាល់ក្រោយបញ្ចប់ការប្រកួតនៅមណ្ឌលចុងក្រោយខេត្តកែបកាលពីថ្ងៃទី6ខែមេសាឆ្នាំ2025ឆ្លងកាត់ការប្រកួត5មណ្ឌលរួចរាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះជើងឯក4x4 ទូទាំងប្រទេសរដូវកាលទី2ឆ្នាំ2025ក្នុងនោះម្ចាស់ជើងឯកនិងជើងឯករងនៅតាមមណ្ឌលទាំង5រួមមានទី1មណ្ឌលខេត្តពោធិ៍សាត់ម្ចាស់ជើងឯកបានទៅលើស្នងការនគរបាលខេត្តបាត់ដំបងជើងឯករងបានទៅលើក្លឹបបាល់ទះជីកសិករណាណូទី2មណ្ឌលខេត្តសៀមរាបម្ចាស់ជើងឯកបានទៅលើស្នងការនគរបាលខេត្តសៀមរាបជើងឯករងបានទៅលើក្លឹបបាល់ទះសូត្រនិគមក្លឹបទី3មណ្ឌលខេត្តកំពង់ចាមម្ចាស់ជើងឯកបានទៅលើក្លឹបបាល់ទះសីហាសាមគ្គីជើងឯករងបានទៅលើស្នងការនគរបាលខេត្តរតនគិរីទី4មណ្ឌលខេត្តកណ្ដាលម្ចាស់ជើងឯកបានទៅលើក្រុមបាល់ទះក្រសួងមហាផ្ទៃ B ជើងឯករងបានទៅលើស្នងការនគរបាលរាជធានីភ្នំពេញ B និងចុងក្រោយទី5មណ្ឌលខេត្តកែបម្ចាស់ជើងឯកបានទៅលើក្លឹបបាល់ទះខេត្តតាកែវនិងជើងឯករងបានទៅលើស្នងការនគរបាលខេត្តកោះកុងដូចនេះសម្រាប់ម្ចាស់ជើងឯកនិងជើងឯករងទាំង5មណ្ឌលនៅតាមភូមិភាគនីមួយៗនឹងត្រូវធ្វើដំណើរមកកាន់រាជធានីភ្នំពេញក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចរាល់ដើម្បីធ្វើការប្រកួតប្រជែងជាថ្មីនិងស្វែងរកក្រុមខ្លាំងនៅមណ្ឌលភ្នំពេញជាមួយប្រាក់រង្វាន់យ៉ាងច្រើនគូបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4x4 ទូទាំងប្រទេស World Special Volleyball Cup រដូវកាលទី1ឆ្នាំ2024នៅមណ្ឌលរាជធានីភ្នំពេញម្ចាស់ជើងឯកបានទៅលើក្រុមបាល់ទះវិសាខាក្រោយយកឈ្នះលើក្រុមក្រសួងមហាផ្ទៃដោយលទ្ធផល3សេតទល់នឹង1នៅវគ្គផ្ដាច់ព្រាត់ក្នុងសាលនៃពហុកីឡដ្ឋានជាតិអូឡ িম্প ពិកកាលពីរាត្រីថ្ងៃទី28ខែមេសាឆ្នាំ2024ត្រយងនាំសារពិតគ្រប់ទីកន្លែង